ទី3 ខែមីនាបាទ3 ខែមីនាឆ្នាំ2026គេថាថ្ងៃហ្នឹងមានលហូចាប់ច័ន្ទឬក៏ច័ន្ទគ្រាសដល់នេះខ្ញុំកំពុងតែថតជូនអ្នកនរគ្នាមើលតាមរយៈកាមេរ៉ា iPhone 12 Pro Max បាទចឹងនេះជាលហូចាប់ច័ន្ទដែលកំពុងតែលេបហើយមើលទៅនេះកំពុងតែលេបបាទតែមេឃវាដូចជាមិនសូវភ្លឺខ្លាំងណាថាវាដូចជានៅមានអាប់មានអួរមានអីចឹងទៅតែចឹងខ្ញុំថតលើដំបូលផ្ទះជូនម៉ោងនេះគឺម៉ោង7:07ហើយបាទ7:07យប់បាទថតពីលើដំបូលផ្ទះជូនអ្នកនរគ្នាមើលនេះហ៊ូចាប់ច័ន្ទឬច័ន្ទគ្រាសថ្ងៃទី3 ខែមីនាឆ្នាំ2026បាទពីរាជធានីភ្នំពេញចឹងតាមដានអ្នកគ្នាมันមានកាមេរ៉ាចាប់ច្បាស់ទេគឺតាមទូរស័ព្ទបាទកាមេរ៉ា iPhone ចាប់ច្បាស់ដែរតាបាទ12 Pro បាទនេះថតជូនអ្នកនរគ្នាមើលគេថាវានឹងខ្ជាក់មកវិញម៉ោង9ខ្ទង់ម៉ោង9ឥឡូវនេះម៉ោង7បាទមានផ្កាយនេះចិត្តនឹង1 2ទៅតែផ្កាយថតអត់ជាប់តែលហូចាប់ច័ន្ទនេះគឺថតជាប់បាទចូលមកគឺច្បាស់ណាចូលមកច្បាស់ចេះ iPhone នេះវាថតត្រូវគ្នាជាមួយប្រចាំហ្នឹងលហូណាឬក៏ថាច័ន្ទគ្រាសណាបងប្អូនបាទនេះបាទចេញវិញតិចនេះមកហ្នឹងគេលេបថាលេបលើចាប់ឡើងខ្ជាក់មកវិញអញ្ចឹងទៀតអាចនឹងភ្លឺខ្លាំងច័ន្ទគ្រាសហើយអ្វីដែលបាំងហ្នឹងគឺផែនដីបាទផែនដីបាំងនោះតែមិនងាយបានមើលដែរអ្នកថាអត់បានមើលទេអញ្ចឹងខ្ញុំថតជូនមើលបាទឮថា3 ឆ្នាំមានម្ដងហើយបាទហើយឃើញនៅប្រទេសខ្មែរយើងហ្នឹងឯងប្រទេសផ្សេងក៏ឃើញដែរទៅតាមម៉ោងតាមអីចឹងណាគឺបាតុភូតមួយប្លែកចឹងបាទខ្ជាក់មកហើយខ្ជាក់មកម្ដងតិចខ្ជាក់មកទេតិចទៀតភ្លឺបាទកំពុងខ្ជាក់មកនេះតិចទៀតភ្លឺខ្លាំងយ៉ាងណា
iPhone ចាប់បានសម្បោយកខាងក្នុងchứបាទ iPhone 12 Pro វា10 Pro ហើយច្បាស់យ៉ាងហ្នឹងទេបាទតែវាអត់ទៀងទេទៅតាម function របស់ទូរស័ព្ទ iPhone បាទវាទៅតាម function នេះខ្ញុំថតអត់ post ទេបាទខ្ញុំថតជាប់ដៃរហូតកាន់ថតឲ្យបាទមើលពីចម្ងាយនេះទូចមែនតើបាទខ្ញុំស៊ូនៅលើដំបូលផ្ទះបាទពីមកទីមកទីអស់ឡងម៉ោងខ្ទង់9ជាងអីខ្ញុំថតឲ្យមួយសារទៀតនៅពេលជាក់ចេញម៉ោងខ្ទង់9ជាងខ្ញុំឡើងមកថតឲ្យមើលមួយសារទៀតបាទឥឡូវនេះខ្ញុំថតឲ្យ1នាទីជូន1នាទីទៀតបាទដើម្បីឲ្យអ្នកអស់បានមើលអ្នកខ្លះបានមើលតាមផ្ទាល់អាចមើលតាមអាប់ឡូតក្នុង YouTube ខ្ញុំរៀបចំជូនណាបាទថតជូនប៉ុណ្ណឹងសិនហើយខ្ញុំនឹងមានវីដេអូក្រោយជូនទៀតឥឡូវនេះខ្ជាក់ម្ដងតិចមកណាបាទឥឡូវខ្ញុំចូលមកសារទៀតឲ្យមើលឃើញទេបាទខ្ជាក់ម្ដងតិចមកឃើញសមកចំណិតប៉ិនជែកវាខ្ជាក់មកវិញបាទខ្ជាក់មកវិញអញ្ចឹងប្រហែលជា1ម៉ោង2ម៉ោងអីទៀតអាចខ្ជាក់មកខ្លាំងជាងហ្នឹងបាទចាស់តែម្ដងអរគុណច្រើនបាទ